ស្ដាប់ព័ត៌មានគេចោះនិយាយសិនចាំខ្ញុំនិយាយតាមក្រោយបានបញ្ជូនសញ្ញាច្បាស់លាស់មួយថាការប្រយុទ្ធជាមួយកម្ពុជានឹងមិនបញ្ចប់ដោយសារតែសម្ពាធពីខាងក្រៅទេមិនថាសហរដ្ឋអាមេរិកមិនថាចិនមិនអាចចងដៃថៃឲ្យឈប់បាញ់ជាមួយកម្ពុជាបានឡើយគិតទៅអានេះឈួរចយម៉ាយសំបីនាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកដូណាល់ត្រាំនាយករដ្ឋមន្ត្រីចិនវាស្ដាប់ផងហ្នឹងជួយអានេះហ្វាក់ប្រមាណនៅខ្លាំងម្ល៉េះណាទៅវិញលោកអនុទានបានរុញឲ្យលោកច្រាំងត្រឡប់ទៅសួរកម្ពុជាហើយប្រាប់កម្ពុជាផងថាបើចង់មានបទឈប់បាញ់ត្រូវកម្ពុជាទម្លាក់អាវុធមុនចាំចរចាជាមួយនឹងថៃតាមក្រោយខ្ញុំស្ដាប់អាថងនេះចង់សោចវាឲ្យខ្មែរយើងឈប់បាញ់មុនវាធ្វើដូចខ្មែរយើងហ្នឹងអ្នកបាញ់មុនអញ្ចឹងណាវានិយាយមកតំណងណាឲ្យខ្មែរយើងទម្លាក់អាវុធសុំចោះចាញ់វាឈប់បាញ់វាពីដើមដំបូងពីណាគេបាញ់ពីណាគេមុនខ្ញុំចង់ទៅសោយទៅពើលឺវានិយាយចឹងតែឈប់បាញ់ទៅគេឈប់បាញ់ទៅហើយបាយឈួតបាញ់គេមុនគេមិនការពារខ្លួនគេបាញ់តទៅវិញតែឈាមខ្មែរចង់បានតែសុខសន្តិភាពទេណាអត់ចង់បានការបាញ់របស់គ្នាទេហើយឈប់បាញ់គេឈប់បាញ់ហើយខ្មែរដាក់បាញ់ហើយមុនពីអង្ការអាវល់ឈួតវិញទេវ៉េអត់សមណាកាន់អំណាចសោះគិតសອບទៅ